សង្គ្រាមរយៈពេលជាង1ឆ្នាំដែលរុស្ស៊ីលើកទ័ពលុកលុយប្រទេសអ៊ុយក្រែនគឺរុស្ស៊ីស្លាប់ទ័ពក្នុងមួយថ្ងៃ380នាក់បើធៀបនឹងអាមេរិកធ្វើសង្គ្រាមរយៈពេល11ឆ្នាំនៅប្រទេសវៀតណាមខាងត្បូងអាមេរិកបាត់បង់ទ័ពមួយថ្ងៃ20នាក់បើធៀបនឹងអ៊ីរ៉ាក់វិញគឺអាមេរិកបាត់បង់ទ័ពមួយថ្ងៃ2នាក់បើធៀបនៅអាហ្គានីស្ថានវិញគឺអាមេរិកបាត់បង់ទ័ពមួយថ្ងៃ4នាក់នេះបើតាមការស្រាវជ្រាវរបស់លោក Dmitry Dachenko អ្នកវិភាគនិងអតីតអ្នកធ្វើអត្ថាធិប្បាយឲ្យសារព័ត៌មានFox អ៊ុយក្រែនដែលសារព័ត៌មាន Euromandan Press បានចុះផ្សាយកាលពីថ្ងៃទី19មេសាប៉ុន្តែបើយោងតាមចារកម្មរបស់សហរដ្ឋអាមេរិកឯនោះវិញដែលចេញផ្សាយនៅតួលេខរបស់ខ្លួនកាលពីប្រមាណថ្ងៃមកនេះឲ្យដឹងថាទ័ពរបស់រុស្ស៊ីមិនមែនបាត់បង់ក្នុងមួយថ្ងៃ380នាក់នោះទេគឺលើសពីចំនួននេះអាចមានរហូតដល់ទៅមួយថ្ងៃ1050នាក់1100នាក់ក៏មានផងដែរដូច្នេះសង្គ្រាមដែលរុស្ស៊ីលុកលុយអ៊ុយក្រែននៅរយៈពេល1ឆ្នាំ2ខែនេះគឺ14ខែនេះរុស្ស៊ីបាត់បង់ទ័ពរបស់ខ្លួនដល់ទៅជាង220,000នាក់យោងតាមតួលេខនេះបើធៀបនឹងសហរដ្ឋអាមេរិកធ្វើសង្គ្រាមនៅវៀតណាមខាងត្បូងរយៈពេល11ឆ្នាំដែលវាបានផ្ទុះឡើងរវាងពីឆ្នាំ1964ហើយបិទបញ្ចប់នៅឆ្នាំ1975គឺ11ឆ្នាំនេះអាមេរិកបាត់បង់ទ័ពរបស់ខ្លួន83,300នាក់ការបាត់បង់ទ័ពគេហៅថាមានអ្នកស្លាប់និងទ័ពរងរបួសតួលេខនេះនាំឲ្យមានការវិភាគរបស់លោក Volodymyr Dachenko ថាអ៊ុយក្រែនបានទប់ទល់យ៉ាងខ្លាំងក្នុងសង្គ្រាមវាយលុករបស់មហាអំណាចរុស្ស៊ីហើយរុញច្រានទ័ពរុស្ស៊ីចេញពីទីតាំងបានទៀតផងមិនតែប៉ុណ្ណោះរុស្ស៊ីបានបញ្ចេញទ័ពរបស់ខ្លួនរាប់ម៉ឺនសែននាក់លុកលុយប្រទេសអ៊ុយក្រែនសហរដ្ឋអាមេរិកនិងចារកម្មរបស់អង់គ្លេសឲ្យដឹងថារុស្ស៊ីលើកទ័ពលុកលុយអ៊ុយក្រែននៅថ្ងៃទី24កុម្ភៈឆ្នាំ2022គឺនៅពេលនោះទ័ពប្រមាណជា25,000នាក់ឯណោះមកដល់ពេលនេះបើយោងតាមចារកម្មរបស់អ៊ុយក្រែនឲ្យដឹងថារុស្ស៊ីដាក់ពង្រាយទ័ពរបស់ពួកគេនៅភាគខាងកើតនិងភាគខាងត្បូងគឺមិនតិចជាង35,000នាក់នោះទេតែចំនួននេះបើយោងតាមអ្នកស្រាវជ្រាវរូបនេះរុស្ស៊ីបាត់បង់ទ័ពមួយថ្ងៃ380នាក់គិតជាមធ្យមដូច្នេះបើធៀបជាមួយនឹងអាមេរិកបាត់បង់ទ័ពនៅលើទឹកដីវៀតណាមគឺ20នាក់ប៉ុណ្ណោះគឺខុសគ្នា20ដងឯណោះបើប្រៀបធៀបសង្គ្រាមរុស្ស៊ីនៅលើទឹកដីអ៊ុយក្រែនធៀបនឹងសង្គ្រាមដែលអាមេរិកលុកលុយដួលរំលំរបបសាដាមហ៊ូសេននៃប្រទេសអ៊ីរ៉ាក់នៅឆ្នាំ2003ដែលនៅពីនោះសហរដ្ឋអាមេរិកចូលទៅលុកលុយផ្ដួលរំលំរបបផ្ដាច់ការរបស់សាដាមហ៊ូសេនរយៈពេលតែ1ខែប៉ុណ្ណោះប៉ុន្តែសង្គ្រាមទុះរ៉ាំរ៉ៃគឺសង្គ្រាមតបព្រៃរបស់រដ្ឋាភិបាលអ៊ីរ៉ាក់គឺអស់បន្លាយរហូតដល់ទៅ6ឆ្នាំសរុបទៅរយៈពេល6ឆ្នាំសង្គ្រាមអាមេរិកលុកលុយអ៊ីរ៉ាក់នេះគឺអាមេរិកបាត់បង់ទ័ពប្រមាណជាង40,000នាក់ដែលអាមេរិកបាត់បង់ទ័ពក្នុងមួយថ្ងៃតែ2នាក់ប៉ុណ្ណោះនិយាយពីសង្គ្រាមដែលសហភាពសូវៀតលើកទ័ពលុកលុយប្រទេសអាហ្គានីស្ថាននោះវិញនៅឆ្នាំ1979ដល់ឆ្នាំ1989នោះគឺរយៈពេល10ឆ្នាំរយៈពេល10ឆ្នាំនេះទ័ពរបស់សហភាពសូវៀតបាត់បង់នៅលើទឹកដីនៃប្រទេសអាហ្គានីស្ថាននេះប្រមាណជាង20,000នាក់បន្តិចប៉ុណ្ណោះខណៈដែលសហភាពសូវៀតបាត់បង់ទ័ពរបស់ខ្លួននៅលើសង្គ្រាមនៃប្រទេសអាហ្គានីស្ថាននេះក្នុងមួយថ្ងៃតែ4នាក់ប៉ុណ្ណោះចំណែកឯសង្គ្រាមដែលសហភាពសូវៀតលើកទ័ពលុកលុយប្រទេសហ្វាំងឡង់ដែលមានព្រំដែនជាប់នឹងខ្លួននោះគឺនៅឆ្នាំ1939អ្នកសិក្សាវិទ្យាសាស្ត្រនយោបាយនិងអ្នកវិភាគរបស់វត្តអ៊ុយក្រែនគឺលោក Volodymyr Dachenko រកឃើញថាទ័ពរបស់សហភាពសូវៀតបាត់បង់ក្នុងមួយថ្ងៃដល់ទៅ1440នាក់ដែលនាំឲ្យទ័ពរបស់សហភាពសូវៀតនេះបាត់បង់នៅលើសមរភូមិនៃការវាយលុកកាន់កាប់ប្រទេសហ្វាំងឡង់នៅឆ្នាំ1939នោះគឺដល់ទៅ1លាននាក់លោក Danchenko ព្យាករណ៍ថាបើសង្គ្រាមរុស្ស៊ីលុកលុយអ៊ុយក្រែនប្ររយៈពេល2ឆ្នាំឬ3ឆ្នាំទៅមុខទៀតទ័ពរុស្ស៊ីអាចនឹងបាត់បង់
នៅលើសមរភូមិនៃទឹកដីអ៊ុយក្រែនមិនតិចជាងកន្លះលាននាក់ឬក៏60,000នាក់នោះទេយោងតាមតួលេខនៃការចុះផ្សាយរបស់អ្នកស្រាវជ្រាវរូបនេះឃើញថាទ័ពរុស្ស៊ីបាត់បង់យ៉ាងសម្បើមនៅលើសមរភូមិនៃទឹកដីអ៊ុយក្រែននេះដែលនាំឲ្យរុស្ស៊ីបង្កើនកងទ័ពបន្ថែមទៀតនៅពេលនេះរយៈពេលសង្គ្រាម14ខែមកនេះរុស្ស៊ីកើនទ័ពដើម្បីធ្វើសង្គ្រាមនៅលើទឹកដីអ៊ុយក្រែននេះគឺមានចំនួន2លើកមកហើយក្នុងមួយដំណាក់កាលរុស្ស៊ីកើនទ័ពពី20,000នាក់ទៅ30,000នាក់ដំណាក់កាលចុងក្រោយនេះរុស្ស៊ីកើនទ័ពធ្វើសង្គ្រាមគឺកំណត់ថាឲ្យបាន40,000នាក់ដែលក្នុងនោះរុស្ស៊ីសម្រេចកើនទ័ពចេញពីអ្នកទោសអ៊ុក្រិតទៀតផងសូម្បីតែអ្នកទោសស្រីក៏រុស្ស៊ីត្រូវបង្ខំឲ្យកាន់អាវុធចូលសមរភូមិផងដែរតាមដំណឹងពីទីក្រុងមូស្គូបានដឹងថានៅពេលដែលដំណឹងដែលថារុស្ស៊ីនឹងកើនទ័ព40,000នាក់ទៀតដើម្បីសង្គ្រាមដំណាក់កាលចុងក្រោយនេះប្រជាជនរុស្ស៊ីជាពិសេសគឺយុវជនត្រៀមដើរចេញពីប្រទេសនេះដោយការពីការកើនទ័ពដំណាក់កាលទី2គឺយុវជនរបស់រុស្ស៊ីជាង40,000នាក់បានសម្រេចភៀសខ្លួននិរទេសខ្លួនឯងទៅនៅប្រទេសជិតខាងអ្នកវិភាគរូបនេះសរុបសេចក្តីថាសង្គ្រាមនៅលើទឹកដីអ៊ុយក្រែនទំនងមិនបិទបញ្ចប់នៅចុងឆ្នាំ2023នេះទេបើអ៊ុយក្រែនគ្មានលទ្ធភាពដើម្បីរំដោះទឹកដីរបស់ខ្លួនមកវិញទាំងអស់ពីរុស្ស៊ីនោះមានន័យថាបើអ៊ុយក្រែនលើកទ័ពលុកលុយឧបទ្វីបគ្រីមៀឬក៏ដេញទ័ពរុស្ស៊ីចេញពីភាគខាងកើតប្រទេសភាគខាងត្បូងប្រទេសគឺអាចនឹងបិទបញ្ចប់សង្គ្រាមការបិទបញ្ចប់នេះបើតាមអ្នកសង្កេតការណ៍មួយចំនួននោះមើលឃើញថាគឺការដកហូតអំណាចរបស់លោកពូទីននៅវិមានក្រំឡាំងហើយអ្នកនយោបាយរបស់លោកពូទីននៅវិមានក្រំឡាំងអាចនឹងត្រូវបញ្ចប់អំណាចទៀតផងជាមួយនឹងការតែងតាំងអ្នកនយោបាយចំនួនក្រោយរុស្ស៊ីគម្រាមឲ្យកូរ៉េខាងជើងវាយប្រហារកូរ៉េខាងត្បូងបើកូរ៉េខាងត្បូងផ្ដល់ជំនួយយោធាទៅកាន់អ៊ុយក្រែនអតីតប្រធានាធិបតីនៃប្រទេសរុស្ស៊ីដែលដោះដូរអំណាចគ្នាទៅវិញទៅមកជាមួយនឹងលោកពូទីនគឺឌីមីត្រីមិនដវេដេវបានលើកឡើងថាកូរ៉េខាងជើងអាចនឹងផ្គត់ផ្គង់នូវអាវុធទំនើបចុងក្រោយបង្អស់របស់ពួកគេទៅឲ្យកូរ៉េខាងជើងដោយមិនស្ទាក់ស្ទើរនោះទេបន្ទាប់ពីកូរ៉េខាងត្បូងបានផ្ដល់សញ្ញាថាពួកគេអាចបញ្ជូននូវជំនួយយោធាទៅកាន់អ៊ុយក្រែនសរសេរនៅក្នុងបណ្ដាញ Telegram នៅថ្ងៃពុធលោកមិនដវេដេវបានលើកឡើងថាភាគីថ្មីជាច្រើនទៀតកំពុងតែបង្ហាញខ្លួនចង់ជួយសត្រូវរបស់យើងហើយលោកសម្ដៅទៅលើប្រទេសដែលគ្រប់គ្រងដល់អ៊ុយក្រែននៅក្នុងការធ្វើសង្គ្រាមវាបកមកកាន់រុស្ស៊ីវិញមិនវេដេវបានចង្អុលនៅមតិដែលលើកឡើងដោយប្រធានាធិបតីកូរ៉េត្បូងយួនសុកយុលនៅក្នុងសប្តាហ៍នេះដែលនិយាយអំពីការបើកការវាយប្រហារទ្រង់ទ្រាយធំរបស់រុស្ស៊ីមកកាន់អ៊ុយក្រែនបានសម្លាប់ប្រជាជនអ៊ុយក្រែនច្រើនណាស់ហើយវាអាចផ្លាស់ប្ដូរនៅជំហរប្រឆាំងកន្លងមករបស់ក្រុងសេអ៊ូលដែលឈានដល់ដំណាក់កាលនៃការបញ្ជូននៅសេវាវុធទៅកាន់អ៊ុយក្រែនទៀតផងនោះដោយយួនសុកយុលបានប្រាប់មកទីភ្នាក់ងារសារព័ត៌មាន Reuters ឲ្យដឹងថាបើសិនជាវាមាននៅស្ថានភាពនៃសហគមន៍អន្តរជាតិមិនអាចទទួលយកបានទៅហើយនៅអេរយាប័តរបស់រុស្ស៊ីនោះដោយការបើកការលុកលុយទ្រង់ទ្រាយធំទៅកាន់ជនស៊ីវិលការសម្លាប់រង្គាការបំពានយ៉ាងធ្ងន់ធ្ងរទៅលើច្បាប់នៃសង្គ្រាមវាគឺពិបាកសម្រាប់យើងនៅក្នុងការផ្ដល់ឲ្យត្រឹមតែជំនួយហិរញ្ញវត្ថុឬក៏យោធាលោកយួនសុកយុលបាននិយាយថាយើងមិនដែលមាននៅក្នុងការកម្រិតការគ្រប់គ្រងនៅក្នុងការការពារនិងស្ដារប្រទេសដែលត្រូវបានលុកលុយដល់ខុសច្បាប់នៅក្រោមការដែលយើងមានទាំងច្បាប់ក្នុងប្រទេសនិងច្បាប់អន្តរជាតិនេះនោះទេលោកបានបន្ថែមយ៉ាងដូចនេះហើយក៏ប្រាប់ថាទំនាក់ទំនងយើងជាមួយនឹងភាគីដែលពាក់ព័ន្ធនៅក្នុងសង្គ្រាមនិងការអភិវឌ្ឍនៅក្នុងសមរភូមិវាគឺជាវិធានការដ៏សមស្របមួយផងដែរក្រុងមូស្គូបានថ្កោលទោសភ្លាមលើមតិដែលលើកឡើងថាជាជំហរអមិតឌីមីត្រីប៉ាស្កូវដែលជាអ្នកនាំពាក្យនៃវិមានក្រំឡាំងបានចេញនៅសេចក្តីរាយការណ៍ព័ត៌មានសង្ខេបប្រចាំថ្ងៃរបស់វិមានក្រំឡាំងឲ្យដឹងថាការចាប់ផ្ដើមនៅក្នុងការផ្គត់ផ្គង់នូវអាវុធគឺជាការបញ្ជាក់អំពីការពាក់ព័ន្ធនៅក្នុង